រៀបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញទាក់ទងទៅនឹងវិធីមួយទៀតដែលយើងប្រើនៅក្នុងវិធីវាយតម្លៃក្នុងដំណើរការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រដែលយើងឲ្យឈ្មោះថារង្វង់គំនិតព្រមមិនព្រមចា៎អញ្ចឹងយើងក៏លេចមកមើលរង្វង់គំនិតព្រមមិនព្រមរង្វង់គំនិតព្រមមិនព្រមមានវត្ថុបំណងមួយគឺដើម្បីរំលឹកមេរៀនឡើងវិញបែបវិទ្យាសាស្ត្រចាទាក់ទងទៅនឹងការបំផុសការគិតជំរុញឲ្យសិស្សមានការគិតបានកាន់តែស៊ីជម្រៅផ្ដល់ឱកាសឲ្យសិស្សពន្យល់ដើម្បីគ្រប់គ្រងគំនិតរបស់ខ្លួនធ្វើឲ្យមានការជជែកវែកញែកបែបវិទ្យាសាស្ត្រកាន់តែប្រសើរនិងទាក់ទាញចំណាប់អារម្មណ៍សិស្សឲ្យចូលរួមពិភាក្សាបែបសហការផងដែរចា៎ឥឡូវយើងមកមើលដំណើរការនៃការរៀបចំធ្វើវិធីរង្វង់គំនិតព្រមឬមិនព្រមជាដំបូងលោកគ្រូអ្នកគ្រូត្រូវឲ្យកូនសិស្សចេញមកខាងក្រៅថ្នាក់ដើម្បីឈរជារង្វង់ចាឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមានកូនសិស្សមួយចំនួនចាឲ្យពួកគាត់ឈរជារង្វង់ហើយបន្ទាប់មកគឺគ្រូត្រូវឈរនៅចំកណ្ដាលនៃរង្វង់នោះចានៅពេលដែលគ្រូឈរនៅចំកណ្ដាលនៃរង្វង់នោះហើយជាងគ្រូគឺជាអ្នកនិយាយឃ្លាណាមួយដែលតាក់ទងទៅនឹងមេរៀនដែលលោកគ្រូអ្នកគ្រូចង់រំលឹកជាមួយនឹងសិស្សចាអញ្ចឹងបន្ទាប់មកទៀតគឺគ្រូគឺជាអ្នកនិយាយគ្រូគឺជាអ្នកនិយាយទៅកាន់សិស្សទាំងអស់ហើយត្រូវប្រកាសថាសិស្សទាំងអស់អាចឮឃ្លាប្រយោគដែលគ្រូបាននិយាយនោះឥឡូវខ្ញុំលើកឧទាហរណ៍តាក់ទងទៅនឹងឃ្លាមួយដែលគ្រូបានលើកឡើងថាតុកៅអីប៊ិចសៀវភៅជារូបធាតុប៉ុន្តែទឹកនិងខ្យល់មិនមែនជារូបធាតុទេចាចឹងនៅពេលដែលគ្រូនិយាយឃ្លាមួយនឹងហើយគឺគ្រូត្រូវទុករយៈពេលណាមួយដើម្បីឲ្យសិស្សគិតពិចារណាសិនថាតើឃ្លាដែលគ្រូនិយាយជាឃ្លាបែបណាដែរជាឃ្លាត្រឹមត្រូវឬមិនត្រឹមត្រូវចាបន្ទាប់មកហើយចឹងគ្រូបានចាប់ផ្ដើមឲ្យកូនសិស្សបដូរទីតាំងបើសិនជាកូនសិស្សយល់ស្របជាមួយនឹងឃ្លាដែលគ្រូបានលើកឡើងខាងលើគឺគាត់ត្រូវឈានទៅមុខមួយជំហានប៉ុន្តែក្នុងករណីបើសិនជាគាត់មិនយល់ស្របនៅឃ្លាដែលអ្នកគ្រូបានលើកឡើងទេចឹងគាត់ត្រូវនៅឈរនៅទីតាំងដដែលនៅពេលដែលកូនសិស្សធ្វើការសម្រេចចិត្តហើយចឹងកូនសិស្សក៏ចាប់ផ្ដើមបដូរទីតាំងអញ្ចឹងក្នុងករណីមួយនេះនៅពេលដែលកូនសិស្សយល់ស្របជាមួយនឹងឃ្លារបស់អ្នកគ្រូចឹងគាត់ចាប់ផ្ដើមឈានទៅមុខមួយជំហានចាអញ្ចឹងយើងមើលឃើញថាមានសិស្សមួយចំនួនបានឈានទៅមុខមួយជំហានអញ្ចឹងគាត់បានឈរបង្កើតបានទៅជារង្វង់មួយទៀតដែលនៅខាងក្នុងចាអញ្ចឹងយើងបានជាពីររង្វង់មួយនៅខាងក្រៅនិងរង្វង់មួយនៅខាងក្នុងដែលរង្វង់នៅខាងក្នុងសម្គាល់ថាគឺជាក្រុមដែលយល់ស្របជាមួយនឹងឃ្លារបស់អ្នកគ្រូដែលបានលើកឡើងពីខាងដើមសម្រាប់អ្នកដែលនៅទីតាំងដដែលមិនមានការផ្លាស់ប្ដូរទីតាំងដែលជារង្វង់ក្រៅគឺជាក្រុមដែលមិនយល់ស្របជាមួយនឹងឃ្លាដែលគ្រូបានលើកឡើងចា៎បន្ទាប់មកគ្រូចាប់ផ្ដើមផ្គូផ្គងសិស្សដែលយល់ស្របជាមួយនឹងឃ្លារបស់គ្រូនិងសិស្សដែលមិនយល់ស្របពិភាក្សាគ្នាដើម្បីអះអាងគ្រប់គ្រងគំនិតរៀងៗខ្លួនចឹងសិស្សទាំងអស់ត្រូវចាប់ដៃគូគ្នាឬចាប់ជាក្រុមតូចដើម្បីពិភាក្សាគ្នាបង្ហាញអំណះអំណាងគ្នាថាហេតុអ្វីបានជាគាត់យល់ព្រមហេតុអ្វីបានជាគាត់មិនយល់ព្រមបង្ហាញទៅដល់ដៃគូដែលកំពុងពិភាក្សាគ្រូដែលនៅក្បែរនោះគឺគាត់មានតួនាទីចាំពិនិត្យមើលនិងតាមដានមើលនៅការជជែកពិភាក្សាគ្នារបស់សិស្សទាំងឡាយថាតើមានសិស្សណាខ្លះដែលមានគំនិតភ័ន្តច្រឡំសិស្សណាខ្លះដែលមានអំណះអំណាងគ្រប់គ្រងបានច្បាស់លាស់ផងដែរចា៎បន្ទាប់មកគ្រូក៏ផ្ដល់ឱកាសឲ្យសិស្សធ្វើការសម្រេចចិត្តម្ដងទៀតបន្ទាប់ពីពួកគាត់បានពិភាក្សាគ្នារួចហើយថាតើមានសិស្សណាខ្លះដែលសម្រេចចិត្តថយក្រោយវិញហើយមានសិស្សណាខ្លះដែលសម្រេចចិត្តឈានមកមុខវិញក្រោយពេលដែលពួកគាត់បានពិភាក្សាគ្នាជាចុងក្រោយនៅពេលដែលសិស្សបានសម្រេចចិត្តអស់ហើយជាចុងក្រោយគឺគ្រូត្រូវធ្វើការសំយោគឃ្លាដែលគ្រូបានលើកឡើងនៅពេលនោះគ្រូចាប់ផ្ដើមលើកឡើងថាតុកៅអីប៊ិចសៀវភៅជារូបធាតុប៉ុន្តែទឹកនិងខ្យល់មិនមែនជារូបធាតុទេគឺមិនព្រមគឺជាចម្លើយត្រឹមត្រូវការមិនយល់ស្របជាមួយនឹងឃ្លាដែលគ្រូបានលើកឡើងគឺពិតជាមិនត្រឹមត្រូវទេគេថាគ្រប់វត្ថុឬភាវៈរស់ដែលមានម៉ាស់និងមាត្រតាំងនៅក្នុងលំហត្រូវចាត់ទុកថាជារូបធាតុដូច្នេះចំពោះឃ្លាដែលថាតុកៅអីប៊ិចសៀវភៅជារូបធាតុគឺត្រឹមត្រូវ
តែ clear ដែលនិយាយថាទឹកនិងខ្យល់មិនមែនជារូបធាតុគឺមិនត្រឹមត្រូវទេព្រោះទឹកនិងខ្យល់សុទ្ធសឹងតែមានម៉ាស់និងមាឌតាំងនៅក្នុងលំហដូច្នេះវាក៏ជារូបធាតុដែរចឹង clear ខាងលើដែលអ្នកគ្រូបានលើកឡើងគឺពិតជាមិនយល់ស្របទេចា៎នៅពេលដែលគ្រូសំយោគហើយគឺគ្រូបានផ្ដល់នៅអំណាងដែលបញ្ជាក់ហេតុផលរបស់រូបធាតុចឹងសិស្សទាំងអស់គ្នាក៏បានយល់ស្របសិស្សទាំងអស់គ្នាក៏បានទទួលនៅការកែលម្អទទួលនៅការសំយោគរបស់គ្រូចឹងនៅក្នុងនេះយើងអាចហៅថាគឺជាការធ្វើរង្វង់គំនិតព្រមមិនព្រមបានមួយជុំហើយចា៎ចឹងលោកគ្រូអ្នកគ្រូអាចចាប់ផ្ដើមសារឡើងវិញនៅមួយជុំបន្តទៀតឬប៉ុន្មានជុំបន្តទៀតទៅតាមស្ថានភាពទៅតាមពេលវេលារបស់លោកគ្រូអ្នកគ្រូដែលមានជាក់ស្ដែងដោយឲ្យកូនសិស្សត្រឡប់ទៅទីតាំងដើមវិញឈរជារង្វង់មួយហើយលោកគ្រូអ្នកគ្រូនឹងធ្វើតាមលំដាប់លំដោយតាមដែលមានបង្ហាញនៅខាងដើមវីដេអូចា៎ឥឡូវខ្ញុំមានជូនជាឃ្លាមួយសម្រាប់លោកគ្រូអ្នកគ្រូសម្រាប់យកទៅគិតថាតើឃ្លាដែលខ្ញុំបានឲ្យខាងក្រោមនេះគឺជាឃ្លាបែបណាដែរគេថាវត្ថុភាគច្រើនដូចជាឡានកង់ម៉ូតូតុខ្យល់ជារូបធាតុតែសំឡេងមិនមែនជារូបធាតុទេអញ្ចឹងលោកគ្រូអ្នកគ្រូគិតយ៉ាងណាដែរតើយល់ព្រមឬមិនព្រមចា៎លោកគ្រូអ្នកគ្រូអាចគិតទៅលើឃ្លាមួយនេះហើយឆ្លើយតបនៅក្នុងវីដេអូនេះដើម្បីបញ្ជាក់ពីអំណាងរបស់លោកគ្រូអ្នកគ្រូចា៎ហើយនៅពេលនេះអ្វីដែលខ្ញុំបានបង្ហាញទាក់ទងទៅនឹងរង្វង់គំនិតព្រមមិនព្រមសូមបញ្ចប់នៅពេលនេះចា៎សូមអរគុណសូមជម្រាបលា